BM ហ្នឹងធំប៉ុណ្ណាទៅបងអូខេនៅពេលដែលយើងនិយាយគ្នារឿងCO ប្រឹងប្រែងធ្វើការដើម្បីឡើងតួនាទីនាយកសាខា BM អីចឹងណាហើយមានបងអូនប្រុសម្នាក់គាត់សួរថា BM ហ្នឹងធំប៉ុណ្ណាទៅអូខេសំណួរល្អហើយពិបាកឆ្លើយដែរថា BM ហ្នឹងធំប៉ុណ្ណាបើយើងនិយាយឲ្យសាមញ្ញ BM គឺនាយកសាខានាយកសាខាគឺជាអ្នកគ្រប់គ្រងដឹកនាំនៅអាជីវកម្មរបស់ស្ថាប័នមួយដើម្បីសម្រេចបាននូវគោលដៅនិងផែនការហើយសំណួរសួរថា BM នឹងធំប៉ុណ្ណាវាអាចធំហើយវាអាចតូចទៅតាមទំហំនៃអាជីវកម្មរបស់ស្ថាប័នមួយហ្នឹងអូខេអញ្ចឹងខ្ញុំលើកឧទាហរណ៍ថានៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុមានប្រភេទស្ថាប័នច្រើនរាប់តាំងពីធនាគារពាណិជ្ជធនាគារឯកទេសគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទួលប្រាក់បញ្ញើសន្សំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រតិបត្តិការអនុទានហើយនឹងស្ថាប័នមិនស្របច្បាប់លុយរាប់មួយចំនួនអញ្ចឹងទៅអញ្ចឹងសួរថាតើវាធំប៉ុណ្ណាវាធំទៅតាមទំហំប្រតិបត្តិការនៃស្ថាប័នមួយហ្នឹងអញ្ចឹងប្រសិនបើស្ថាប័នហ្នឹងជាស្ថាប័នតូចគាត់ធ្វើប្រតិបត្តិការតូចតួនាទីហ្នឹងធ្វើបတ်តួនាទីធំជាប្រធានសាខាជានាយកសាខាប៉ុន្តែគាត់ធ្វើអីប្រតិបត្តិការរបស់គាត់ទូចនៅក្នុងតំបន់ទូចមួយទឹកលុយតិចបុគ្គលិក3 4នាក់ឧទាហរណ៍អញ្ចឹងវាមិនអាចធៀបជាមួយនឹងBM ដែលជានាយកសាខានៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំក៏ដូចជាធនាគារពាណិជ្ជធំបានទេដែលស្ថាប័នទាំងអស់នោះប្រតិបត្តិការធំនៅក្នុងតំបន់មួយហ្នឹងទាំងទំហំឥណទានទាំងផលិតផលសេវាកម្មផ្សេងក្រៅតែពីកម្ចីដូចជាសន្សំផលិតផល Digital Banking បុគ្គលិកហើយ30-40 នាក់អូខេសេវាកម្មសម្បូរបែបហើយសមត្ថភាពក៏កម្រិតផ្សេងគ្នាហើយការទទួលខុសត្រូវវាផ្សេងគ្នាចឹងដែរអញ្ចឹងសំណួរសួរថា BM នឹងធំប៉ុណ្ណានិយាយឲ្យសាមញ្ញ BM គឺជាអ្នកតំណាងឲ្យក្រុមហ៊ុនដឹកនាំស្ថាប័នមួយហ្នឹងនៅក្នុងកម្រិតសាខាហើយសាខាហ្នឹងវាតូចឬក៏ធំទំហំប្រតិបត្តិការទំហំការងារទំហំនៃការគ្រប់គ្រងបុគ្គលិកហ្នឹងវាធំប៉ុណ្ណាវាអាស្រ័យទៅលើស្ថាប័ននីមួយៗខុសៗគ្នាអូខេ